សូមគោរពនឹងជម្រាបសួរទៅកាន់ពុកម៉ែបងប្អូនយើងទាំងអស់គ្នាដែលតែងតែនិយមគ្រប់គ្រងទស្សនានៃការប្រកួតប្រដាល់គុណខ្មែរដែលផ្សាយចេញពី Channel គុណខ្មែរ The Fight Gala មិនថាការប្រកួតចាស់ថ្មីក្នុងនិងក្រៅប្រទេសនោះទេនេះគឺជាការប្រកួតដែលធ្វើឡើងកាលពីថ្ងៃទី3ខែមីនាឆ្នាំ2024កន្លងទៅនៅឯខេត្តកំពង់ឆ្នាំងនៅក្នុងកម្មវិធី World សេនាយន្តគុណខ្មែរ8ទិសណាបាទខ្ញុំជឿជាក់ម្ដងថាពុកម៉ែបងប្អូនយើងខ្លះហ្នឹងក៏មិនទាន់នឹងទស្សនានៅឡើយបាទគឺជាការប៉ះគ្នានៅក្នុងប្រភេទទម្ងន់60គីឡូក្រាមកីឡាកររបស់កម្ពុជារហូមីខេត្តបាត់ដំបងជួយសេរីបន្ថងនឹងត្រូវប៉ះអ្នកលេងជើងរន្ទះដែលមកពីហ្សាទីឬក៏ពុកម៉ែបងប្អូនយើងមួយចំនួនក៏ហៅថាបាទចជាបាទជាប្រទេសមួយដែលសម្បូរទៅដោយកីឡាករគុណភាពក្បាច់គុណបុរាណខ្មែរនិងបាទការ៉ាតេខំបាត់ផងដែរបាទកីឡាកររូបនេះគឺមានជំនាញប្រើអិសីដាឈៀនគឺស្តៀងនឹងឈុតសេរីបន្ថងរបស់យើងដែរហើយនឹងការប្រកួតកាប់ជើងក្រោមក៏វ៉ាន់ថងក៏ជាអតីតកីឡាករបាទស៊ីជើងក្រោមកីឡាករសៀមច្រើនអ្នកណាបាទកាលពីជំនាន់បាទស្ថានីយ៍ទូរទស្សន៍អាស៊ីអាគ្នេយ៍ណាបាទសម្រាប់កីឡាករបង្គោលឃីវដែលមកពីហ្សាទីឬក៏ចជានេះឯងគេមានឈ្មោះថា Oskan Ekmado ជាកីឡាករដែលឈរនៅកម្រិតកំពូលប្រចាំនៅឯប្រទេសចជារបស់គេផ្ទាល់តែម្ដងបាទគេជាម្ចាស់ខ្សែក្រវ៉ាត់ ISKA World Championship ជាម្ចាស់ពានរង្វាន់ Amateur ប្រចាំប្រទេសហើយក៏ជាម្ចាស់មេដាយមានមេដាយប្រាក់ច្រើនគ្រឿងច្រើនស្ថាប័នច្រើនចំនួនមែនទែនរបស់ប្រទេសចជាតែម្ដងពុកម៉ែបងប្អូនបាទកីឡាករទាំងពីរកំពុងតែធ្វើដំណើរមកកាន់សង្វៀនបាទ World សេនាយន្ត8ទិសហើយពុកម៉ែបងប្អូននឹងធ្វើការប្រកួតបន្តិចនេះនៅក្នុងការប្រកួតគុណខ្មែរ3ទឹកអធិស្ឋានផងដែរបើសិនជាការអធិប្បាយរបស់ខ្ញុំបាទគុណខ្មែរ The Fight Gala មានកន្លែងណាលើសខ្វះខាតមិនសមរម្យអីក៏សូមមេត្តាខន្តីពីទោសបាទថាថ្ងៃនេះគឺខ្ញុំបានមានបញ្ហាសុខភាពតាក់ទងជាមួយនឹងការផ្ដាសាយណាពុកម៉ែបងប្អូនបាទមេក្តៅក៏បាទខ្ញុំផ្ដាសាយរៀងពិបាកដែរនៅក្នុងការបាទសម្រួលបំពង់កហើយក៏ដូចជាការធ្វើអធិប្បាយជូនពុកម៉ែបងប្អូនយើងទស្សនារៀងបន្ទាក់បន្ទង់ច្រើនបាទសម្រាប់ឯកតកម្មនៃការប្រកួតគឺបាទរៀងគ្រាន់បើប្រកួតដែរបាទ120លើកឈ្នះ90ចាញ់30ផ្ដួលឲ្យគួរឲ្យសន្លប់រហូតដល់20ដងសម្រាប់កីឡាករបង្គោលឃីវណាបាទអូបាទកម្រនឹងមានកីឡាករបរទេសវាយច្រើនរហូតដល់120ដងបែបនេះណាបាទយូរមានមួយទេបាទដូចខ្ញុំរៀបរាប់ខាងដើមអញ្ចឹងបទពិសោធន៍នៃការប្រកួតរបស់គាត់ក៏ច្រើនពានរង្វាន់ខ្សែក្រវ៉ាត់របស់គាត់ក៏ហូរហែផងដែរបាទពេលប៉ះជាមួយកីឡាករកម្ពុជាមកជួយឆ្វេងរបស់កីឡាករ Oskan Ekmanoបាទ Oskan Ekmado ពុកម៉ែបងប្អូនឈ្មោះរបស់គាត់រៀងវែងក៏ប៉ុន្តែយើងហៅមួយម៉ាត់ពីរម៉ាត់ដើម្បីពុកម៉ែបងប្អូនយើងងាយហៅទាំងអស់គ្នាបាទគឺ Oskan បាទ Oskan Ekmado បាទរៀបទស្សនាដូចតទៅបាទទឹកទី1មិនដែលធ្លាប់ជួបគ្នាពីមុនមកឡើយមើលទៅកីឡាករទាំងពីរប្រហែលប្រកាសពីផ្ទងណែក្បាច់នេះហើយពុកម៉ែបងប្អូនបាទអីសីដាច់ឈៀនជាក្បាច់គេថាក្បាច់ប្រចាំតកូលរបស់កីឡាករបង្គោលឃីវណែអីសីដាច់ឈៀនសងវិញពីឈុតសេរីវ៉ាន់ថងបាទដូចតែគ្នាទេបាទដោយសារធ្លាប់វាយ kickboxing ដូចគ្នាសម្រាប់កីឡាករទាំងពីរមកជួយឆ្វេងរបស់កីឡាករបាទ Oskan បាទ Ekmado មកជួយឆ្វេងទាត់ជើងក្រោមពីឈុតសេរីវ៉ាន់ថងរបស់កម្ពុជាអីសីដាច់ឈៀនមួយទៀតដែរពីកីឡាករបាទ Oskan Ekmadoបាទយ៉ាមើលឲ្យទឹកមានរឿងអ្វីកើតឡើងបាទមកជើងឆ្វេងយោរឿងខ្ញាច់ទាត់ជើងឆ្វេងជើងក្រោមមកជួយឆ្វេងសងវិញមិនឲ្យលើសមិនឲ្យខ្វះទាត់ជើងក្រោមនេះគ្នាមកជួយឆ្វេងទាត់ជើងស្ដាំរបស់កីឡាករ Oskan Ekmado ដាក់ចូលពីឈុតសេរីវ៉ាន់ថងរបស់កម្ពុជាបាទមកជើងស្ដាំពីឈុតសេរីវ៉ាន់ថងកលឹងចកេះលៀនរ៉ាស្តិនដើម្បីធ្វើការដឺដងមកធម្មតាទេពុកម៉ែបងលើសង្វៀនណាមកជើងឆ្វេងពី Oskan Ekmadoមកជើងស្ដាំអូយទម្លុះឃុំពុកម៉ែបងបាទក៏ប៉ុន្តែនឹងយកដៃរងប្រយ័ត្នបាក់ដៃវ៉ាន់ថងជាកីឡាករដែលចូលចិត្តប្រើជើងធ្ងន់បាទកាប់ជើងក្រោមមួយពីឈុតសេរីវ៉ាន់ថងមកជើងស្ដាំទៀតកលឹងកញ្ចឹងករបស់ឈុតសេរីវ៉ាន់ថងដាក់ចូលពីវ៉ាន់ថងខាងស្ដាំឋានឆ្វេងពីកីឡាករ Oskan Ekmado របស់ចជាឬក៏ Zoxy ហៅអីក៏បានដែរជាប្រទេសមួយដែលសម្បូរទៅដោយកីឡាករគេហៅថាការ៉ាតេខំបាត់ពុកម៉ែបងបាទបន្តនៃការប្រកួតបាទម្ដាយឆ្វេងអូចូលអបចកេះជាប់ពីកីឡាករបង្គោលឃីវអូបាទការវាយគៀកគឺខ្ញុំជឿជាក់ទៅកាន់កីឡាករកម្ពុជាយើងជាងដោយសារតែកីឡាករ Zoxy នេះភាគច្រើនគាត់វាយ kickboxing ណាពុកម៉ែបងបាទដល់ចូលពីជើងសេរីវ៉ាន់ថងម្ដាយខាងស្ដាំឆាន់ឆ្វេងពី Oskan បាទចូលកាច់គ្រៀកឡើងជង្គង់ពីឈុតសេរីវ៉ាន់ថងមកជង្គង់ស្ដាំពីវ៉ាន់ថងបួងបានកន្លែងនេះក៏ប៉ុន្តែព្យាយាមកាច់មិនឲ្យវ៉ាន់ថងនឹងឡើងជង្គង់បានងាយឡើយបាទកាច់គ្រៀកបត់កាច់ឆ្វេងមួយពីឈុតសេរីវ៉ាន់ថងបាទចុងក្រងកាច់គ្រៀករុនចេញពី Oskan Ekmado យោយបាទមើលឲ្យទឹករហូតបាទម្ដាយឆ្វេងអូយោវាយគេសដកដៃខ្លួនឯងពុកម៉ែបងមិនអូសយបាទមិនតនឹងក្តៅសាច់ស្រួលផងសម្រាប់កីឡាករ Oskan Ekmado បាទគាត់វាយអស់ពេកណាបាទពុកម៉ែបងបាទប្រើកណ្ដាប់ដៃវាយឈុតសេរីវ៉ាន់ថងក៏ប៉ុន្តែវាអស់ដៃពេកធ្វើឲ្យខ្លួនឯងសដកដៃឥឡូវនេះអូយលោកគ្រូពេទ្យកំពុងតែត្រួតពិនិត្យស្នាមរបួសបាទក៏ប៉ុន្តែគាត់ទទួលបានការគ្រប់គ្រងយ៉ាងច្រើនផងដែរពីសំណាក់ពុកម៉ែបងប្អូនយើងទស្សនាផ្ទាល់បាទចាំមើលរូបភាពយឺតទាំងអស់គ្នាខ្ញុំបានមើលសឹងមិនតាន់ទេវាលឿនពេកណាបាទកំពុងតែធ្វើស្វាញណែរូបភាពយឺតពុកម៉ែបងបាទម្ដាយស្ដាំណែថែមឆ្វេងអូយពុកម៉ែបងមកកន្លែងហ្នឹងដូចជាខ្ញុំធ្លាប់ដែរពុកម៉ែបងបាទគឺចុកបាទវាអស់ដៃពេកពុកម៉ែបងបាទ
ពេលដែលយើងប្រឹងឡើងនេះតែសៃពួរយើងវាហូតឆ្ងាយពេកទៅធ្វើឲ្យដៃនឹងមានបញ្ហាអូយបាទសង្ឃឹមថាពុំមានអ្វីធ្ងន់ធ្ងរទៅកាន់កីឡាករអង្គរខៀវបាទខ្ញុំគិតថាវាពិបាកមែនទែនបាទសម្រាប់ពុកម៉ែបងយើងដែលធ្លាប់ជាប់តសៃជាប់អីគាត់ដឹងថាអូយពេលកើតរឿងបែបហ្នឹងម្ដងគឺចុកឆ្អល់ពុកម៉ែបងមកចុកអ៊ូលមិនចុកឆ្អល់ទេជាស្រ័យបាទដូច្នេះក្នុងការប្រកួតបានមកទឹកតែប៉ុណ្ណោះជុតរីបានថងគឺបាទមិនទាន់បានកម្ដៅសាច់ដុំឲ្យក្តៅសាច់ស្រួលផងបាទកីឡាករដែលមកពីសជាគឺកីឡាករបាទអូស្កេតអេក្វាដូគាត់របួសដៃដល់ខ្លួនឯងបាទការវាយអស់ទាំងថ្មធ្វើបែបហ្នឹងគឺវាគ្រោះថ្នាក់មែនតើអរគុណណាស់សម្រាប់ការចូលរួមទស្សនារបស់ពុកម៉ែបងប្អូនបើសិនជាមានពាក្យពេចន៍លើលោកខ្វះខាតត្រង់ណាមិនសមរម្យក៏សូមមេត្តាខន្តីនឹងអភ័យទោសបាទសូមជម្រាបប្រាប់ពុកម៉ែបងប្អូនថាជាថ្មីផងដែរថាការធ្វើបាយមួយនេះមិនសូវជាល្អប្រហែលទេដោយសារខ្ញុំបានមានបញ្ហាសុខភាពដាសាយណាបាទរឿងគីឡូសម្លេងដូចជាបាទមិនសូវរលូនក៏ដូចជាមានផលប៉ះពាល់ទៅកាន់ពុកម៉ែបងប្អូនយើងកន្លែងណាមិនសមរម្យមេត្តាខន្តីអភ័យទោសជួបគ្នានៅវីដេអូក្រោយបាទគុណខ្មែរដល់ហ្វៃកាឡាសូមគុណនិងសូមគោរពលា